បាទសួស្តីខ្ញុំឈ្មោះរតនាហើយព្រលឹមឡើងមុនទៅធ្វើការក៏បានកាហ្វេមួយកែវសិនមិនចឹងធ្វើការកើតទេខ្ញុំទិញឡាន MG RX5 នោះរយៈពេលប្រហែលជាខ្ទង់2ឆ្នាំហើយពីដើមឆ្នាំ2024មកបាទហើយជីកមកដល់ឥឡូវហ្នឹងឃើញថា performance ឡាននៅតែល្អដដែលហើយវាមានសភាព smooth យើងជិះទៅនៅពេលដែលយើងទិញមកពីដើមអញ្ចឹងវាជីកបានធម្មតារលូនបាទពេលដំបូងនេះខ្ញុំទៅមើលនៅ showroom ដោយសារតែបងខ្ញុំគាត់ជាអតិថិជន MG ចាស់ដល់ពេលអញ្ចឹងទៅគាត់ក៏ recommend ឡានអញ្ចឹងតែគាត់ជិះ MG XS បន្ទាប់មកខ្ញុំក៏ចង់ទិញរថយន្តគាត់ថាទៅមើលនៅ MG ទៅហើយក៏ចាប់អារម្មណ៍ជាមួយនឹង MG RX5 ហ្នឹងហើយបានធ្វើការ test drive នៅ showroom ហ្នឹងដូចជាពេលយើងបើកទៅវាស្ងាត់វាអត់មានលឺសំឡេងចូលហើយមានកាមេរ៉ា360មានអីជុំវិញអញ្ចឹងបាទពាក់ព័ន្ធជាមួយនឹង function ឡាន MG RX5 ហ្នឹងឃើញថាវាមានសភាពថា civilized បើយើងមើលទៅដោយសារ interior ខាងក្នុងវាមានកញ្ចក់មួយធំអញ្ចឹងតែយើងអាច touch screen ហើយយើង control នឹងបានអញ្ចឹងវាអាច connect ជាមួយ Apple CarPlay ឬក៏ Android Auto ហើយបន្ទាប់មកដូចយើង call ទូរស័ព្ទអីគឺយើងបញ្ជាទៅលើចង្កូតហ្នឹងអញ្ចឹងវាងាយស្រួលអាហ្នឹងជាចំណុចទី1ដែលខ្ញុំចូលចិត្តចំណុចមួយទៀតហ្នឹងគឺថាកៅអីវាមើលទៅមានសភាពរបៀបថា premium ទាំងខាងយើងតកង់ទាំងខាងអង្គុយនៅខាងក្រោយមួយទៀតចង់បញ្ចប់ដែលខ្ញុំចូលចិត្តជាងគេហ្នឹងគឺដំបូល panoramic sunroof ហ្នឹងដោយសារតែវាបើកទៅផ្នែកខាងក្រោយអស់ហ្មងអញ្ចឹងវាបង្កើតបរិយាកាសមួយថ្មីដល់អារម្មណ៍បាទជាពិសេសចំពោះបងប្អូនណាដែលមានតម្រូវការចង់ទិញរថយន្ត SUV ខ្នាតកណ្ដាលសម្រាប់គ្រួសារហើយតម្លៃសមរម្យដែលមាន option ខ្ពស់អីខ្ញុំសូម recommend MG RX5 នេះតែម្ដងបាទ